ចំណុចទី2មកសម្ដៅដល់ជួរមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់តំណែងលើសសមត្ថភាពនេះជាបញ្ហាដែលបង្កនៅភាពរញ៉េរញ៉ៃនៅក្នុងប្រទេសផ្នែកពុទ្ធសាសនាបច្ចុប្បន្នតំណែងលើសសមត្ថភាពផងឧទាហរណ៍ដូចនៅសាលានុពន្ធខ្លះជាក់ស្ដែងខ្ញុំប្រកាសអាត្មានៅអង្គរនេនទៅធ្វើសង្ឃនិកាលោកអត់ចេះសរសេរអក្សរទេហ្នឹងហើយកិច្ចការងារដល់ពេលមានរត់រោអ្នកចេះសរសេរអក្សរតម្រុំតរោបានខូចពេលខូចវេលាអញ្ចឹងបាននឹកឃើញថាតំណែងលើសសមត្ថភាពវាអត់មានអញ្ចឹងធ្វើម៉េចឲ្យពុទ្ធសាសនារីកចម្រើននេះជាចំណុចខ្វះខាតសូមប្រគេនដល់សម្ដេចអង្គឧត្តមចក្រយាបានជឿពីចំណុចនេះផងហើយចំណុចមួយទៀតក្រសួងធម្មការនិងសាសនាការធ្វើអធិការកិច្ចតាមបណ្ដាវត្តក៏មានចំណុចខ្វះខាតដែរប្រធានការិយាល័យស្រុកក្តីមន្ទីរធម្មការខេត្តក្តីបើមិនមានកម្មវិធីគឺអត់ទៅទេហើយបើទៅវិញទាថ្លៃសាំងមកទៀតដូច្នេះយើងឃើញថានេះបើចង់បានរបាយការណ៍គឺធ្វើប្រកេតហ្មងទៀតរឿងទាំងអស់នេះគឺជាស្ដែងនៅក្នុងប្រទេសរបស់យើងសំណួរសួរថាតើធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យពុទ្ធសាសនារីកចម្រើនទៅតាមអ្វីដែលយើងសូត្រណាសូមឲ្យពុទ្ធសាសនារីកចម្រើនគឺវាអត់មាននេះជាចំណុចខ្វះខាតហើយមួយទៀតចលភាពជំនឿពុទ្ធសាសនិករបស់យើងនឹងរប៉ាក់រប៉ើកមានន័យថានៅមានការខ្វះខាតច្រើនជួនកាលដូចប្រកាសណាលោកម្ចាស់អង្គខ្លះលោកថាជំនឿសទ្ធាជ្រះថ្លារបស់ញាតិញោមខ្លះជាសទ្ធាប្រភេទពិតប៉ោងតែគេផ្លុំតែគេសរសើរអីទៅបានធ្វើទៅបានបើឬក៏សទ្ធាបែបកស៊ូហ្នឹងហើយនឹងតែលទាញបានមកអីចឹងអានេះជាចំណុចដែលយើងអត់មានសទ្ធាចេញពីបេះដូងចេញពីដួងចិត្តរបស់យើងគណាហើយចំណុចបន្តភាពខ្វះខាតគឺកង្វះសាមគ្គីភាពនិងអារាមិកសង្ឃអាចារ្យនិងគណៈកម្មការរបស់វត្តនឹងគឺខ្វះជាពិសេសគឺគ្រប់គ្រងផ្នែកហិរញ្ញវត្ថុអត់បានហើយវត្តមួយជួនកាលកសាងល្មម 4-5 ឆ្នាំហើយប៉ុន្តែទុយទៅវិញ 4-10 ឆ្នាំអត់ទាន់ហើយកូនពហិតូចមួយកសាងជិត20 ឆ្នាំរហូតដល់ក្មេងអ្នកស្រុកនិយាយឌឺដងដាក់អាចារ្យថាអនុមោទនីបានប្រាក់ចែកគ្នាពហិមិនហើយណាគេនាំគ្នាតាំងពីក្មេងខ្វែលគោអីវាឡើងដើរទៅវាស្រែកអញ្ចឹងផ្ដឺផ្ដងដាក់អាចារ្យគណៈកម្មការនេះគឺមកពីអីមកពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់វត្តនឹងវាអត់មានតម្លាភាពព្រោះអត់មានតម្លាភាពនេះជាចំណុចខ្វះខាតហើយនេះសិតតែពាក់ព័ន្ធទៅនឹងពុទ្ធសាសនាទាំងអស់ពីចំណុចខ្វះខាតព្រោះហើយមួយទៀតចុងក្រោយនេះគឺសំដៅដល់បុគ្គលិកលក្ខណៈនៃព្រះសង្ឃជាសម័យអង្គផ្ទាល់ខ្លួនតែហ្មងព្រោះអត់មាននិយាយពីអ្នកណាគឺនិយាយពីលោកគ្រប់អង្គហ្នឹងថាតើធ្វើខ្លួនឲ្យសមជាបព្វជិតល្អដែរឬទេហើយធ្វើខ្លួនឲ្យសមទៅជាប្រជាពលរដ្ឋជាពុទ្ធសាសនិកបាសកបាសិកាល្អដែរឬទេ